ការបញ្ចេញសម្លេងនៅក្នុងភាសាចិនពិតជាមានសារៈសំខាន់ណាស់បើសិនជាយើងបញ្ចេញសម្លេងមិនត្រូវទេវាធ្វើឲ្យជនជាតិចិនហ្នឹងពិបាកក្នុងការកាត់យល់នៃពាក្យដែលយើងនិយាយអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើពាក្យមួយដែលមានថាពាក្យថាជាវទៀនអញ្ចឹងជាវទៀនមានន័យថាបកថាសន្តាគារជាវគឺសម្លេងទី3ទៀនគឺសម្លេងទី4អញ្ចឹងមានន័យថាជាវទៀនគឺប្រែថាសន្តាគារប៉ុន្តែនៅពេលដែលយើងបញ្ចេញសម្លេងមិនត្រូវយើងបែរជាថាពាក្យថាជាវទៀនមានន័យថាម៉ោង9វិញអញ្ចឹងខ្ញុំឧទាហរណ៍ថា我去酒店អញ្ចឹងមានន័យថាខ្ញុំទៅសន្តាគារតែបើសិនជាយើងនិយាយថា我酒店去មានន័យថាខ្ញុំទៅនៅម៉ោង9វិញអញ្ចឹងវាមានន័យពីរផ្សេងគ្នាអញ្ចឹងបើសិនជាយើងបញ្ចេញសម្លេងមិនត្រូវទេធ្វើឲ្យជនជាតិចិនច្រឡំក្នុងការបកន័យផ្សេងគ្នាអញ្ចឹងសម្លេងរបស់ភាសាចិនវាមាន4ប្រភេទវាមានសម្លេងទី1សម្លេងទី2សម្លេងទី3សម្លេងទី4អញ្ចឹងបើសិនជាយើងចង់រៀនភាសាចិនឲ្យច្បាស់លាស់យើងត្រូវរៀនសម្លេងទាំង4នោះឲ្យបានត្រឹមត្រូវបើយើងនិយាយភាសាចិនអត់ខុសបាទសូមអរគុណជម្រាបលា